so small តោះសួស្តីអ្នកនរគ្នាថ្ងៃនេះមានរបស់ unboxing ក្នុងឡានមកចាំមើលថាអីគេនៅក្នុងអូខេអូខេអ្នកគ្នាឃើញហើយនេះគឺ toy ថ្មីរបស់ខ្ញុំគឺ drone DJI Neo អូខេរកកន្លែងបើកសិនផ្លែបើកហើយអត់ដឹងអីគេទេទុកម្ដុំសិនសំខាន់រក baby drone yeah here you go ថារានឹងគឺ baby drone ទូចមែនតើដៃខ្ញុំប៉ុណ្ណឹងហើយ drone ប៉ុណ្ណឹង so small baby drone ទុកម្ដុំក្រៅពីហ្នឹងman user manual នេះទៀត slap ពេលបាច់មាន A មាន B ដោយសារខ្ញុំទិញនេះវាជា combo គេហៅ fly more ចឹងដោយ remote control មកមួយដែរ ooh it feels so good yeah ដៃ joystick នេះ and then yep នៅស្រុកខ្មែរអត់បានលេង drone មកលេងនៅ Canada I think អូខេប្រអប់មិញដែលថាបើកអត់ទាន់បានបើកហ្នឹងមានខ្សែដើម្បី connect ជាមួយនឹង what is it គេហៅ yeah connect ជាមួយនឹង lightning នេះ USB type C ទៅ USB type C ជាអស់ហើយនឹងមាន television សម្រាប់model slab អ្វីដែលសំខាន់ខ្ញុំចូលចិត្តអា fly more កញ្ចក់ fly more ហ្នឹងដោយសារវាមាន spare battery ហ្នឹងរហូតទៅដល់ដូចជានៅក្នុង drone មួយទៀតអញ្ចឹងទាំងអស់វាមាន3អានេះគឺដូចប្រអប់កាស AirPod អញ្ចឹងពេលដែលយើងអត់ត្រូវការយើងយកវាមកឆាចចូលក្នុងហ្នឹងមកនឹងមានថ្មអត់ and then យើងអាចដោត USB type C ចេញមកវិញដើម្បី reverse charge phone របស់យើងវិញ so yeah not bad it's nice ហ្នឹងហើយ battery មួយទៀតគឺនៅជាប់នឹងតួរបស់ drone very light ដូចជាក្រោម150 ក្រាមនៅនេះអត់ចាំបាច់មាន regulation អីខ្លាំងខ្លាទេអញ្ចឹងយើងអាចប្រហោះបានវាមាន automation មកវា automatic mode ហ្នឹងគឺមាន follow មានអីហោហាយចាំមើលខ្ញុំធ្វើ review អានេះខ្ញុំសាកបច្ឆេះឡានណាហើយសាកថ្មអញ្ចឹងថ្មអត់មានទាំងអស់ it's like one and one no នេះ one អានេះ yeah អានេះ charge ដែរអញ្ចឹងពេល charge គឺវាគេហៅ simultaneously charge មានថា charge មកទាំងអស់អញ្ចឹងប៉ុណ្ណឹងពេល charge ហើយខ្ញុំនឹង learn how to fly the first drone